នៅទីបំផុតអ្វីដែលយើងមិនចង់ឃើញក៏បានកើតឡើងហើយនៅតំបន់មជ្ឈិមបូព៌ាយ៉ាងហោចណាស់ទីតាំងចំនួន8របស់ប្រទេសអ៊ីរ៉ង់ត្រូវរងការវាយប្រហារពីប្រទេសអ៊ីស្រាអែលសង្គ្រាមធំក៏អាចនឹងផ្ទុះឡើងនៅពេលប៉ុន្មានម៉ោងខាងក្រោយនេះយោងតាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃទី13ខែមិថុនានេះអ៊ីស្រាអែលបានបើកការវាយប្រហារ5លើកលើទីតាំងយ៉ាងហោចណាស់ចំនួន8នៅក្នុងប្រទេសអ៊ីរ៉ង់ទីតាំងដែលរងការវាយប្រហាររាប់រយគ្រាប់ពីអ៊ីស្រាអែលមានដូចជាទីក្រុងដាព្រីហ្គឺមែនសាអាឡាំអារ៉ាក់ណាថានអ៊ីស្វ៉ាហានអាវ៉ាសនិងរដ្ឋធានីតេហេរ៉ង់ផងដែរកងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់IRGC បាននិយាយថាពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយបកវិញបើទោះបីជាមេទ័ពរបស់លោករបស់ខ្លួនលោកហូស៊ីមហ្សាឡាម៉ានីត្រូវបានសម្លាប់ដោយអ៊ីស្រាអែលក៏ដោយសេចក្តីថ្លែងការណ៍របស់អង្គភាពមួយនេះបានសរសេរទៀតថាថ្មីបើមានឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះក៏ដោយប្រទេសដ៏ថ្លៃថ្នូរនិងបដិវត្តជាតិរបស់អ៊ីរ៉ង់ត្រូវបានធានាដោយកងឆ្មាំបដិវត្តអ៊ីស្លាមអមជាមួយនឹងអាជ្ញាធរនិងទីភ្នាក់ងារចារកម្មរួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធនិងប្រយុទ្ធដទៃទៀតនៃប្រជាជាតិអ៊ីស្លាមត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានរបស់សត្រូវអ៊ីស្រាអែលទន្ទឹមនោះក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថាទីក្រុងតេហេរ៉ង់មានសិទ្ធិស្របច្បាប់ពេញលេញនិងត្រឹមត្រូវសម្រាប់ការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយថាផលប៉ះពាល់និងផលវិបាកដ៏គ្រោះថ្នាក់និងដ៏ធំនៃការឈ្លានពានរបស់របបហ្សនីសប្រឆាំងទៅនឹងប្រទេសកំណើតជាទីស្រឡាញ់របស់អ៊ីរ៉ង់និងคล้ายទៅជាការទទួលខុសត្រូវរបស់របបនេះនិងអ្នកគ្រប់គ្រងសកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់មិនអាចត្រូវបានអនុវត្តដោយគ្មានការសម្របសម្រួលនិងការអនុញ្ញាតពីសហរដ្ឋអាមេរិកនោះទេដូច្នេះហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលជាអ្នកគ្រប់គ្រងសំខាន់នៃរបបនេះក៏នឹងទទួលខុសត្រូវចំពោះផលប៉ះពាល់និងផលវិបាកដ៏គ្រោះថ្នាក់នៃការប្រព្រឹត្តរបស់អ៊ីស្រាអែលផងដែរសូមជម្រាបជូនសារជាថ្មីអ៊ីស្រាអែលបានបើកប្រតិបត្តិការ Rising Lion វាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ហើយលោកនាយករដ្ឋមន្ត្រីបានចាមីននេតានយ៉ាហ៊ូបានអះអាងថាចំណាត់ការនេះនឹងបន្តធ្វើក្នុងរយៈពេលជាច្រើនថ្ងៃទៅមុខទៀតដរាបណាលែងមានការគម្រាមកំហែងនុយក្លេអ៊ែរនិងយោធាពីទីក្រុងតេហេរ៉ង់យ៉ាងណាទៅមិញសហរដ្ឋអាមេរិកដែលជាដៃគូដ៏ល្អស្អិតរមួតរបស់អ៊ីស្រាអែលបានចេញមុខបញ្ជាក់ថាខ្លួនពុំមានការជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារមួយនេះឡើយពលគឺសកម្មភាពនេះជាប្រតិបត្តិការឯកតោភាគីរបស់អ៊ីស្រាអែលប៉ុណ្ណោះដែលហាមមិនឲ្យអ៊ីរ៉ង់កំណត់គោលដៅលើផលប្រយោជន៍ឬបុគ្គលិករបស់អាមេរិកនោះទេបាទតែវាយគេវាយវិញហើយកុំឆ្ងល់ណាពុកម៉ែបងប្អូនបាទតែវាយគេវាយវិញហើយអញ្ចឹងឥឡូវនេះវាយហើយបាទវាយរងហើយវាយរងហើយតាក់ទងបាទតើនឹងព័ត៌មានក៏មានតែប៉ុណ្្នឹងដែរនឹងសូមជម្រាបលា